ឆ្នាំថ្មីឆ្នាំ2017សូមជូនពរឲ្យប្រិយមិត្តលោកអ្នកស្ដាប់កម្មវិធីផ្សាយរបស់ VOA ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យមានសុខភាពល្អនិងជួបតែសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារហើយនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅថ្ងៃអាទិត្យទី1ខែមករាឆ្នាំ2017នេះនាងខ្ញុំស្រីលក្ខិណានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washingtonជាកិច្ចចាប់ផ្ដើមលោកឈឹមសុមេតនិងលោកជើងពូជីនសូមជួនដើមរឿងនៃព័ត៌មានសំខាន់នៅរាត្រីនេះលោកប្រធានាធិបតីអូដូហ្គាននៃប្រទេសទូគីនិយាយថាជនប្រដាប់អាវុធបានស្វះស្វែងបង្កើតចលាចលដោយបានបាញ់សម្លាប់មនុស្សក្នុងក្លឹបរាត្រីមួយសហរដ្ឋអាមេរិកចូលរួមជាមួយពិភពលោកដើម្បីស្វាគមន៍ឆ្នាំ2017លោកគឹមយ៉ុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបាននិយាយថាប្រទេសកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយបង្អស់ក្នុងការអភិវឌ្ឍកម្មជួយផ្លោងអន្តរទ្វីបប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកដូណាល់ត្រាំមិនបានច្រានចោលពីជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ទេនៅក្នុងការផ្សាយរបស់ VOA ជាបន្តបន្ទាប់ទៅនេះយើងមានសេចក្តីរាយការណ៍អំពីអង្គការសហប្រជាជាតិនិងធនាគារ ADB មានសុទ្ធិដ្ឋិនិយមទៅលើទស្សនវិស័យសេដ្ឋកិច្ចអាស៊ីនិងបទសម្ភាសន៍ភាគទី3ដែលជាភាគបញ្ចប់ជាមួយលោកជីសេឡានាយកក្រុមហ៊ុនសបាយ Digital អំពីយុទ្ធសាស្ត្រសម្រាប់សហគ្រិនវ័យក្មេងកម្ពុជានិងសម្ភារៈនិយមនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍និងបទសម្ភាសន៍នេះក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយលោកឈឹមសូមេតនិងលោកជើងពូជីនសូមអញ្ជើញអរគុណនៅក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល2017នេះខ្ញុំឈឹមសុមេតសូមជូនពរសព្វសាធុការមហាប្រសើរដល់ជនរួមជាតិខ្មែរអ្នកស្នេហាជាតិពិតប្រាកដទាំងអស់នៅក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបានប្រកបដោយព្រះពុទ្ធពរគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លៀងឃ្លាតឡើយតទៅនេះខ្ញុំសូមជូនព័ត៌មានអន្តរជាតិប្រធានាធិបតីនៃប្រទេសទូគីបាននិយាយថាជនប្រដាប់អាវុធដែលបានធ្វើការវាយប្រហារនៅក្នុងក្លឹបរាត្រីមួយក្នុងទីក្រុងអ៊ីស្តាំប៊ូលកាលពីព្រឹកថ្ងៃអាទិត្យដោយបានបាញ់សម្លាប់មនុស្ស39នាក់ចង់បង្កើតចលាចលនៅក្នុងប្រទេសក៏ប៉ុន្តែអ្នកវាយប្រហារនេះគ្មានជោគជ័យទេលោកប្រធានាធិបតីរីសេបតាយីបអឺដូហ្គានបាននិយាយថាពួកគេខិតខំព្យាយាមបង្កើតចលាចលធ្វើឲ្យប្រជារាស្ត្រយើងបាក់ទឹកចិត្តនិងធ្វើឲ្យប្រទេសយើងមានអស្ថិរភាពដោយធ្វើការវាយប្រហារគួរឲ្យស្អប់ខ្ពើមដែលបានយកពួកជនស៊ីវិលជាទីដៅយើងនឹងរក្សាភាពស្ងប់ស្ងៀមរបស់យើងក្នុងឋានៈជាប្រទេសជាតិមួយរួមសាមគ្គីគ្នាជិតស្និទ្ធជាងមុនហើយយើងនឹងមិនចុះចាញ់ជាដាច់ខាតដល់កលល្បិចកខ្វក់បែបនេះទេលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទូគីស៊ូឡេម៉ានសូហ្វលូនិងលោកវ៉ាស៊ីបសាហ៊ីនអភិបាលក្រុងអ៊ីស្តាំប៊ូលបាននិយាយថាការវាយប្រហារក្នុងក្លឹបរាត្រីនេះបានត្រូវធ្វើឡើងដោយជនប្រដាប់អាវុធតែម្នាក់ឯងគត់លោកសុយលូបាននិយាយថាអាជ្ញាធរកំពុងតែស្វែងរកជនប្រដាប់អាវុធនេះតទៅទៀតដែលបានបាញ់កាំភ្លើងក្នុងក្លឹបរាត្រីនោះដែលមានពេញដោយពួកមនុស្សអបអរសាទរបុណ្យចូលឆ្នាំថ្មីលោកសុយលូបាននិយាយថាក្នុងចំណោមពួកជនដែលបានត្រូវដឹងអត្តសញ្ញាណហើយនោះមានជន16នាក់ក្នុងបរិយាពួកជនដែលបានស្លាប់ជាជនបរទេសហើយជន5នាក់ទៀតជាជនជាតិទូគីដោយលោកបាននិយាយបន្ថែមថាប៉ូលីសម្នាក់ក៏បានបាត់បង់ជីវិតដែរជនរងគ្រោះ18នាក់ទៀតមិនទាន់បានត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេលោកសុយលូបាននិយាយថាមនុស្ស69នាក់កំពុងទទួលការព្យាបាលមុខរបួសនៅក្នុងមន្ទីរពេទ្យដោយមាន4នាក់មានស្ថានភាពធ្ងន់ធ្ងរនិងម្នាក់ទៀតមានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់គ្មានការអះអាងទាមទារការទទួលខុសត្រូវជាបន្ទាន់ដល់ការវាយប្រហារនេះទេ Direct from Washington, the voice of America, VOA. ផ្នែកភាគច្រើនរបស់ពិភពលោកបានប្រារព្ធការចាប់ផ្ដើមឆ្នាំ2017ដែលមានការបាញ់កាំជ្រួច Party ហើយនឹងពិធីផ្សេងទៀតទោះជាយ៉ាងណាក៏ដោយមានប្រទេសជាច្រើនមានភាពស្ងប់ស្ងាត់ដែលឆ្លុះបញ្ចាំងពីនយោបាយនិងវប្បធម៌របស់ប្រជាពលរដ្ឋនៃឆ្នាំច្បោកច្បល់កន្លងមកនេះមនុស្សសប្បាយរីករាយបានប្រមូលផ្ដុំគ្នានៅទីលាន Times Square ដែលជាកន្លែងទាក់ទាញទេសចរនៅក្នុងទីក្រុង New York ដើម្បីមើលការទម្លាក់បាល់គ្រីស្តាល់ដែលកត់សម្គាល់នៃការចាប់ផ្ដើមឆ្នាំថ្មី
ពួកមន្ត្រីក្រុងញូវយ៉កបានដាក់រថយន្តដឹកសម្រាមរាប់សិបគ្រឿងដែលផ្ទុកទៅដោយដីខ្សាច់នៅតាមអគារខ្ពស់ៗនៅទីលាន Times Square រថយន្តទាំងនោះមានន័យថាជារបាំងការពារនៅពេលដែលការរំពឹងថាពួកអ្នកសប្បាយរីករាយជាង1លាននាក់បានចូលរួមការរាប់បន្ថយលេខសម្រាប់ការចូលឆ្នាំថ្មីដោយការបាញ់កាំជ្រួចដែលកត់សម្គាល់នៃការចាប់ផ្ដើមឆ្នាំ2017នៅក្នុងសន្ទរកថាប្រចាំសប្តាហ៍របស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានឆ្លុះបញ្ចាំងពីឆ្នាំកន្លងមកហើយនឹងការកាន់តំណែងពីអាណត្តិរបស់លោកប្រធានាធិបតីបានបញ្ចប់សន្ទរកថារបស់លោកដោយមានប្រសាសន៍ថាសូមអបអរសាទរហើយនឹងជូនពរឆ្នាំ2017លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកដូណាល់ត្រាំបានផ្ញើសារតាមប្រព័ន្ធ Twitter ដើម្បីស្វាគមន៍ឆ្នាំថ្មីថាសូមអបអរសាទរឆ្នាំថ្មីរួមមានទាំងសត្រូវទាំងអស់របស់ខ្ញុំហើយនឹងអ្នកដែលប្រយុទ្ធដើម្បីរូបខ្ញុំហើយនឹងការបរាជ័យដ៏ខ្លាំងបំផុតដែលពួកគេមិនបានដឹងថាធ្វើយ៉ាងដូចម្តេចប៉ុន្មានម៉ោងមុននោះនៅក្នុងប្រទេស New Zealand ប្រជុំកោះនៅក្នុងមហាសមុទ្រ Pacific នៅក្បែរនោះប្រទេសអូស្ត្រាលីនិងរុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេសដែលបានចាប់ផ្ដើមប្រារព្ធឆ្នាំថ្មី2017មុនគេ មេដឹកនាំនៃប្រទេសកូរ៉េខាងជើងបាននិយាយថាប្រទេសលោកកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយបង្អស់នៃការអភិវឌ្ឍកំជួចប្លង់អន្តរជាតិមួយគ្រឿងលោកគីមយុងអ៊ុនបាននិយាយដូចនេះនៅក្នុងសន្ទរកថាមួយដែលលោកបានថ្លែងតាមទូរទស្សន៍ក្នុងពេលចូលឆ្នាំថ្មីកាលពីឆ្នាំ2016ប្រទេសកូរ៉េខាងជើងបានធ្វើការពិសោធន៍បដិមាណូ2លើកដោយមិនអើពើដល់ការថ្កោលទោសអន្តរជាតិនិងដល់កំណើនភាពតានតឹងទីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងរដ្ឋាភិបាលនេះបានតបតនឹងការដាក់ទណ្ឌកម្មដោយបង្កើនកម្មវិធីអភិវឌ្ឍអាវុធរបស់ផងខ្លួនក្នុងរដូវក្តៅដោយធ្វើការពិសោធន៍កំជួចប្លង់មានមូលដ្ឋាននៅលើដីនិងដោយបាញ់ពីនាវាមុជទឹកផងដែរលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនបានមានប្រសាសន៍ថាលោកខកខ្វល់ខ្លាំងណាស់អំពីកម្រិតភាពតានតឹងនៅលើឧបទ្វីបកូរ៉េដោយបានត្រូវដាក់ឲ្យមានដោយការបាញ់ពិសោធន៍កំជួចប្លង់និងការពិសោធន៍បរមាណូដោយប្រទេសកូរ៉េខាងជើង The Voice of America. VOA. ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោកដូណាល់ត្រាំមិនបានបដិសេធពីការជួបជាមួយលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ទេប្រសិនបើលោកស្រីប្រធានាធិបតីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្រោយពីលោកស្បត់ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី20ខែមករាខាងមុខនេះលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃសៅរ៍នៅឯពិធីប្រារព្ធចូលឆ្នាំសកលនៅឯគេហដ្ឋានរបស់លោកនៅក្នុងទីក្រុង Mar-a-Lago ថាជំនួបរបស់លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់មានការត្រឹមត្រូវបន្តិចដោយសារពិធីការក៏ប៉ុន្តែយើងចាំមើលលោកប្រធានាធិបតីជាប់ឆ្នោតបានទទួលការរិះគន់ចំពោះសន្ទរកថាតាមទូរស័ព្ទសំទោសចំពោះការសន្ទនាតាមទូរស័ព្ទដែលលោកបានធ្វើជាមួយលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់បន្ទាប់ពីលោកត្រាំបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាមកគ្មានប្រធានាធិបតីឬប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកណាមួយមានការតាក់ទងជាមួយកោះតៃវ៉ាន់ចាប់តាំងពីរដ្ឋាភិបាលក្រុង Washington បានផ្ដាច់ចំណងតាក់ទងជាមួយកោះតៃវ៉ាន់នៅឆ្នាំ1979ហើយបានបដូរទៅតាក់ទងជាមួយប្រទេសចិនដែលធំជាងហើយមានការរីកលូតលាស់ខ្លាំងជាងក៏ប៉ុន្តែរដ្ឋាភិបាលទីក្រុង Washington នៅតែជាអ្នកគាំទ្រក្រៅផ្លូវការដ៏ខ្លាំងដល់កោះតៃវ៉ាន់ចាប់តាំងពីពេលនោះមកសេចក្តីប្រកាសរួមរវាងសហរដ្ឋអាមេរិកនិងចិននៅឆ្នាំ1979ថ្លែងថាសហរដ្ឋអាមេរិកបានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនការទទួលស្គាល់ទូនីតិចិនមានន័យថាចិនមានចិនតែមួយហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិនបណ្ដាញផ្សាយព័ត៌មានរដ្ឋចិនបានរាយការណ៍ថាការគ្មានបទពិសោធន៍របស់លោកត្រាំបាននាំឲ្យលោកសុកចិត្តទទួលការហៅទូរស័ព្ទមកពីលោកស្រីប្រធានាធិបតីរបស់កោះតៃវ៉ាន់ក៏ប៉ុន្តែបានព្រមានថាការរំលោភគោលនយោបាយចិនតែមួយនិងបំផ្លាញទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង Washington និងរដ្ឋាភិបាលក្រុងតៃប៉េអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តបន្ទាប់ទៅនេះ
លោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីអង្គការសហប្រជាជាតិនិងធនាគារ ADB មានសោតថេនិយមទៅលើទស្សនវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីនិងបទសម្ភាសន៍ភាគទី3ដែលជាភាគបញ្ចប់ជាមួយលោកជីសេឡានាយកក្រុមហ៊ុនសបាយ Digital អំពីយុទ្ធសាស្ត្រសម្រាប់សហគ្រិនវ័យក្មេងកម្ពុជានិងសម្ភារៈនិយមនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននៅក្នុងការផ្សាយ30នាទីចុងក្រោយបន្ទាប់ពីព័ត៌មានអន្តរជាតិលើកទី2យើងខ្ញុំនឹងជួនសេចក្តីរាយការណ៍អំពីរដ្ឋាភិបាលចិនចាត់ប្រកាន់មេធាវីម្នាក់ពីបទក្បត់ជាតិបន្ទាប់ពីការបាត់ខ្លួនរបស់មេធាវីមួយទៀតលោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington លោកជីស៊ីឡាគឺជាសហគ្រិនវ័យក្មេងមួយរូបដែលទទួលបានជោគជ័យក្រោយការដកបទពិសោធន៍ជាច្រើនឆ្នាំបច្ចុប្បន្នលោកគឺជាប្រធានក្រុមហ៊ុនផ្សព្វផ្សាយនិងក្រុមហ៊ុនកំសាន្តសប្បាយ Digital ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន Tea and Coffee, Pizza World និង Domino Pizza លោកសឹងសុផាតនៃ VOA បានសាកសួរលោកជីស៊ីឡានៅក្រៅទស្សនកិច្ចមួយរបស់លោកនៅសហរដ្ឋអាមេរិកអំពីយុទ្ធសាស្ត្រសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាសម្ភារៈនិយមនៅក្នុងសង្គមខ្មែរបច្ចុប្បន្នការលេងហ្គេមឲ្យមានប្រយោជន៍សម្រាប់កុមារនិងវិធីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់សមាហរណកម្មសេដ្ឋកិច្ចសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍ភាគទី3ដែលជាភាគបញ្ចប់នេះដូចតទៅខ្ញុំសង្កេតឃើញក្នុងប្រមាណឆ្នាំចុងក្រោយនេះមានកំណើននៅសម្ភារៈនិយមខ្លាំងមែនតើបាទជាគេឃើញពេលខ្ញុំជួបលោកផ្ទាល់ខ្ញុំឃើញថាលោកសាមញ្ញមែនតើប៉ុន្តែក្រុមហ៊ុនលោកតាក់ទងទៅនឹងការលើកតម្កើងនៅ lifestyle ឬការជីវភាពរស់នៅបែបប្រចាំប្រទេសឬមួយបែបទំនើបស៊ីវិល័យនឹងជាដើមហ្នឹងខ្ញុំចង់សួរលោកផ្ទាល់ជាប្រធានក្រុមហ៊ុនសបាយហ្នឹងថាលោកយល់យ៉ាងម៉េចដែរចំពោះកំណើននៃសម្ភារៈនិយមនៅក្នុងប្រទេសកម្ពុជាលោកគាត់ថាជួបហេតុឬយ៉ាងម៉េចអានេះនិយាយចំទៅវាជាកំណត់ផ្ទាល់ខ្ញុំអាចនិយាយថាវាជាការយល់ឃើញផ្ទាល់របស់ខ្ញុំមិនគិតថាការយល់ឃើញនេះគឺសម្រាប់មនុស្សទូទៅទេការអភិវឌ្ឍនៃប្រទេសមួយដែលយើងអាចថ្លឹងថ្លែងមើលឃើញបាននៃប្រទេសនឹងវាចម្រើនយ៉ាងណាខ្ញុំគិតថាវាតាក់ទងទៅសម្ភារៈមនុស្សប្រើប្រភេទឡានអីមនុស្សនៅផ្ទះរបៀបម៉េចមនុស្សគាត់ពាក់កៅអៅរបៀបម៉េចគឺវាអាចធ្វើឲ្យអ្នកផ្សេងដែលគាត់មកដល់ប្រទេសហ្នឹងគាត់អាចវាយតម្លៃថាប្រទេសហ្នឹងគឺជាប្រទេសកំពុងអភិវឌ្ឍប្រទេសដែលអភិវឌ្ឍហើយឬប្រទេសដែលកំពុងតែរីកចម្រើនខ្លាំងអីចឹងខ្ញុំគិតថាវាជារឿងល្អមួយដែលមនុស្សគាត់ចាប់ផ្ដើមស្គាល់ពីតម្លៃនៃផលិតផលឬក៏សម្ភារៈអស់ទៅហ្នឹងប៉ុន្តែសម្រាប់ដូចកំណត់ផ្ទាល់របស់ខ្ញុំវិញអូមកថាអ្វីដែលខ្ញុំសម្រេចចិត្តទៅធ្វើខ្លួនឯងអូមកថាពេលដែលយើងសម្ភារៈនិយមខ្លាំងពេកវាធ្វើឲ្យលុបបំបាត់នៅភាពជាខ្លួនឯងបុគ្គលភាពរបស់ខ្លួនឯងដូច original សម្រាប់ខ្ញុំគិតថាធ្វើអីក៏ដោយវាឲ្យវាថ្លឹងថ្លែងនៅក្នុងរូបភាពមួយថាមិនឲ្យច្រើនជ្រុលពេកប៉ុន្តែក៏យើងត្រូវមានសម្ភារៈខ្លះដើម្បីឲ្យមានការទទួលស្គាល់ខ្លួនឯងដែរដូចថាយើងជិះឡានជិះអីចឹងទៅយើងមិនមែនថាជិះឡានដែលហឺហាប៉ុន្តែឡានមួយដែលវាអាចថាវាធ្វើឲ្យយើងស្រួលអីចឹងទៅសម្រាប់ស្រុកខ្មែរយើងនិយាយមកទៅវាជាខ្ញុំអាចថាវាជាប្រពៃណីដែរដែលដូចថាពេលអ្នកដែលមានលទ្ធភាពអីចឹងទៅគាត់អាចថាយកលទ្ធភាពរបស់គាត់ហ្នឹងទៅបង្ហាញទៅតាមរយៈសម្ភារៈហ្នឹងអញ្ចឹងបានយើងឃើញថាអូខេសម្ភារៈនិយមយើងនេះវាខ្លាំងដូចយើងឃើញឡានអញ្ចឹងជិះល្អមែនតើដែលអ្នកនៅស្រុកក្រៅគេគិតថាអូស្រុកខ្មែរយើងថាក្រប៉ុន្តែហេតុអីបានឡានល្អមែនលោកយល់ថានេះជាសម្ភារៈនិយមជារឿងអវិជ្ជមានទេសម្ភារៈនិយមក្នុងពេលបច្ចុប្បន្នខ្ញុំអត់គិតថាវាជាអវិជ្ជមានក៏ប៉ុន្តែខ្ញុំគិតថាវាជារបបមួយដែលបង្ហាញថាប្រទេសខ្មែរយើងវាចាប់ផ្ដើមស្គាល់សេចក្តីសុខចាប់ផ្ដើមស្គាល់ភាពរីករាយចាប់ផ្ដើមស្គាល់ភាពលោឆាយស៊ីវិល័យនិយមខ្ញុំគិតថានឹង civilization ហ្នឹងវាមកដល់ហើយប៉ុន្តែខ្ញុំគិតថារបបហ្នឹងវានឹងថយចុះទៅវិញនៅពេលដែលមនុស្សហ្នឹងគាត់ចាប់ផ្ដើមមានរបស់គ្រប់គ្រាន់មែនតែនហមายថាអូគាត់ចាប់ផ្ដើមថាអូឥឡូវដូចជាគាត់មានឡានច្រើនហើយឬក៏គាត់មានលទ្ធភាពគ្រប់គ្រាន់គាត់អាចទិញឡានមួយខ្ពស់ប៉ុន្តែគាត់អាចជ្រើសឡានតែមួយឬក៏ពីរដើម្បីគ្រប់គ្រាន់សម្រាប់តែប្រើឲ្យកូនទៅរៀនឬក៏សម្រាប់ប្រើទូទៅអីចឹងទៅពេលហ្នឹងគឺចាប់ផ្ដើមដល់ពេលមួយដែលថាដូចថាអ្នកមានជំនាន់ថ្មីគឺលោឆាយប៉ុន្តែអ្នកមានជំនាន់ចាស់គាត់សាមញ្ញអញ្ចឹងណាខ្ញុំចង់និយាយថាវានឹងដល់ពេលមួយគឺចាប់ផ្ដើមទៅជាសាមញ្ញវិញបាទដូចខ្ញុំជួបប្រជាប្រដ្ឋមួយចំនួនហ្នឹងជាការពិតដូចយើងមិនភាសាមនុស្សគឺថាសម្ភារៈមានការកើនឡើងប្រទេសមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍខ្លាំងប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលដែលជួបគាត់មានតែគាត់នៅដូចថាភាសាអង់គ្លេសថា stress ច្រើនដាក់ stress ហ្នឹងដោយសារសម្ភារៈតាមដែលការសង្កេតខ្ញុំគឺថាសម្ភារៈកាន់តែទំនើបហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើបប៉ុន្តែមិនសមាមាត្រគ្នានឹងសេវាសាធារណៈជាឧទាហរណ៍ដែលគាត់មិនបានទទួលបានមានន័យថាគាត់មានឡានជិះយ៉ាងទំនើប
ប៉ុន្តែអត់មានគ្រូពេទ្យណាដែលគាត់អាចទុកចិត្តបានបែរជាត្រូវទៅចេញទៅក្រៅប្រទេសជាដើមខ្ញុំចង់សួរថាក្រុមហ៊ុនដែលធំដូចជាលោកហើយដែលមានបេសកកម្មចង់ឈានទៅដល់ជួយលើកតម្កើងនៅសុខុមាលភាពរបស់ពលរដ្ឋនោះបាទលោកគិតថាក្រុមហ៊ុនលោកអាចដូចថាមានរួមចំណែកនៅក្នុងការផ្លាស់ប្ដូរអ្វីមួយនៅក្នុងសង្គមបានទេបាទលោកគិតថាក្រុមហ៊ុនដែលធំបែបរបស់លោកនោះគួរមានការទទួលខុសត្រូវក្នុងកម្រិតខ្លះដែរបាទដើម្បីជួយជំរុញឲ្យថាប្រជាពលរដ្ឋមានភាពសប្បាយពិតប្រាកដមែនទែនបាទតែពិតនិយាយទៅសំណួរហ្នឹងគឺវាចំនៅគោលដៅរបស់យើងហ្មងនិយាយទៅវាចក្ខុវិស័យរបស់ខ្ញុំផ្ទាល់ខ្លួនក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុនសប្បាយទាំងមូលហ្នឹងគឺនិយាយចំទៅគឺយើងចង់ឲ្យយើងមិនហ៊ាននិយាយថាប្រជាជនទូទៅទាំងអស់ប៉ុន្តែយើងចង់ឲ្យយុវវ័យជំនាន់ក្រោយមនុស្សដែលកើតជំនាន់ក្រោយសង្គ្រាមហ្នឹងគាត់ចាប់ផ្ដើមឲ្យយល់ពីធាតុពិតនៃភាសាសប្បាយហ្នឹងមិនមែនថាអូយគាត់ត្រូវតែភ្លើតភ្លើនឬក៏ត្រូវតែសប្បាយហ្នឹងគឺសុខកាយបានថាគឺគាត់ជិះស្រួលមានឡានល្អផ្ទះល្អឬក៏ញ៉ាំឆ្ងាញ់តែមុខឯងប៉ុន្តែធ្វើមិនឲ្យសប្បាយចិត្តសុខកាយសប្បាយចិត្តអញ្ចឹងភាសាខ្មែរគេមានពាក្យអស់ហ្នឹងហើយសម្រាប់ខ្ញុំនិយាយទៅខ្ញុំធ្លាប់និយាយមាននៅច្រើនអ្នកខ្ញុំបានអានអត្ថបទមួយដែលមានប្រទេសមួយដែលជាប្រទេសដែលគេថាប្រទេសក្រដែរឈ្មោះប្រទេសប៊ូតានប៉ុន្តែគាត់ក្នុងឆ្នាំ2006គាត់បានជាប់ជាប្រទេសដែលមានប្រជាពលរដ្ឋសប្បាយចិត្តជាងគេបំផុតលើពិភពលោកពេលដែលគេធ្វើស្ថិតិ survey ទៅគេឃើញថាប្រទេសហ្នឹងគឺប្រទេសដែលមានមនុស្សសប្បាយចិត្តភាគច្រើនជាងគេហ្មងអញ្ចឹងហេតុផលដែលយើងនិយាយហ្នឹងគឺបែរថាពេលដែលមនុស្សមានសុខៈនៅក្នុងចិត្តយើងហ្នឹងយើងសប្បាយយើងមានចិត្តថាយើងវិជ្ជមានគិតរឿងវិជ្ជមានច្រើនហ្នឹងមិនមែនថារបស់ត្រូវតែមានរបស់មកតំណាងឲ្យយើងទេប៉ុន្តែផ្ទុយទៅវិញប្រហែលជារបស់អស់តែហ្នឹងធ្វើឲ្យយើងគ្រាន់តែបំបត្តិលួងមកពេលថាឲ្យយើងសប្បាយប៉ុន្តែជាពិតថាតើយើងសប្បាយចិត្តទេដូចវាមានហេតុផលច្រើនយ៉ាងដែលធ្វើឲ្យមនុស្សគិតហើយគាត់សប្បាយហើយគាត់ជឿជាក់ថាសប្បាយនឹងសប្បាយមែនហ្នឹងសប្បាយខ្ញុំនិយាយថាសុខកាយហើយសប្បាយចិត្តហ្នឹងគឺវាមានលក្ខខណ្ឌច្រើនដើម្បីធ្វើឲ្យនេះដូចនិយាយអញ្ចឹងក្រៅពីថាខ្លួនឯងមានជីវភាពល្អសេវាសង្គមក៏ត្រូវតែមានគ្រប់គ្រាន់សូម្បីតែខាង medication បាននៅខាងផ្នែកពេទ្យសុខាភិបាលហ្នឹងគឺវាត្រូវតែល្អធ្វើឲ្យមនុស្សគាត់ជឿជាក់ថាអូពេលដែលគាត់ឈឺគាត់មានការជួយជំរុញល្អទោះជាត្រូវចាយលុយមែនតែគឺគាត់មានពេទ្យល្អអញ្ចឹងទៅអស់តែហ្នឹងវាសិតតែបូកផ្សំជាមួយគ្នាទាំងអស់ខ្ញុំគិតថាខ្ញុំជាប្រជាពលរដ្ឋម្នាក់ផ្ទាល់ខ្លួនមួយដែលបានធ្វើការងារវិជ្ជមានច្រើនសម្រាប់សង្គមហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដល់នៅក្នុងសេវាកម្មអស់តែហ្នឹងក៏យើងចង់ឲ្យប្រជាពលរដ្ឋឬក៏ក្មេងយុវជនទាំងអស់យុវវ័យទាំងអស់ឬក៏អ្នកដែលអានឬក៏អ្នកដែលបានផ្សារភ្ជាប់ជាមួយនឹងសេវាកម្មសប្បាយរបស់យើងគាត់យល់ពី message យល់ពីសាររបស់យើងបំណងរបស់យើងគឺបែរថាគាត់ត្រូវតែខ្លាយខ្លួនទៅជាយុវជនមួយឬក៏ជាពលរដ្ឋមួយដែលទទួលខុសត្រូវតែធ្វើការងារដែលវិជ្ជមានទៅសង្គមហ្នឹងអញ្ចឹងអស់តែហ្នឹងពេលដែលគាត់សម្រេចចិត្តទៅធ្វើស្អីគេក៏ដោយផ្នែកនយោបាយផ្នែកពាណិជ្ជកម្មផ្នែកអប់រំផ្នែកស្រាវជ្រាវផ្នែកស្អីក៏ដោយគាត់គិតខាងវិជ្ជមានពេលដែលយើងគិតវិជ្ជមានបំណងយើងគិតតែខាងផ្នែកត្រូវពេលដែលយើងសម្រេចចិត្តទៅសរសេរទៅធ្វើបទយល់ការឬក៏ទៅធ្វើការស្អីមួយដែលតាក់ទងនៅខាងផ្នែកបុគ្គលហ្នឹងវិស័យបុគ្គលហ្នឹងវាទៅជាវិជ្ជមានច្រើនប៉ុន្តែបើយើងខួរក្បាលយើងគិតទៅល្ងឹតរហូត stress រហូតពេលយើងសម្រេចចិត្តទៅធ្វើការសូម្បីតែភាសាយើងដែលនិយាយជាមួយនឹងអ្នកផ្សេងហ្នឹងវាក៏គំរូដូចគ្រោតគ្រាតឬគំរូកំរើដែរតាមខ្ញុំក្តាប់លោកបានហើយបើជាលោកអាចបញ្ជាក់មិនថាថ្មីគឺថាទស្សនៈរបស់លោកគឺចំពោះការកំណែតម្រង់គឺផ្លាស់ប្ដូរមួយចំនួនក្នុងសង្គមហ្នឹងគឺមិនចំពីទូនទីខាងវិស័យឯកជនទេប៉ុន្តែវិស័យឯកជនអាចរួមចំណែកត្រង់ថាផ្ដល់នូវសេវាជាមូលដ្ឋានអញ្ចឹងមានថាការចូលរួមចំណែកគឺជាលក្ខណៈប្រយោលបែបហ្នឹងបាទអញ្ចឹងហ៎ត្រឹមត្រូវអ្នកដែលទទួលខុសត្រូវខ្លាំងអញ្ចឹងខាងវិធាការប្រែប្រួលផ្លាស់ប្ដូរមួយចំនួនសង្គមគឺស្ថាប័នរដ្ឋស្ថាប័នសាធារណៈអញ្ចឹងតាមទស្សនៈលោកស្ថាប័នឯកជនក៏នឹងជួយបន្ថែមជាចលករខ្ញុំគិតថាទាំងពីរនឹងត្រូវទៅទាំងអស់ខ្ញុំគិតថាត្រូវទៅទាំងអស់អាណាព្យាបាលគាត់មាននិន្នាការមួយដែលផ្ដល់នៅយោបល់ល្អរៀបចំជាផ្លូវរៀបចំជាច្បាប់ឲ្យបានល្អដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគាត់ដើរក្នុងផ្លូវមួយមីគីមួយដែលល្អដែលទៅភ្លឺស្វាងអញ្ចឹងក្នុងហ្នឹងសម្រាប់ខ្ញុំជាប្រជាពលរដ្ឋមួយឬក៏អាចជាអ្នកដែលគ្រប់គ្រងនៅក្នុងក្រុមហ៊ុនវិស័យឯកជនមួយចុះយើងក៏គិតនៅក្នុងគោលដៅមួយដែលវិជ្ជមានដើម្បីធ្វើទៅឲ្យវាមាននិន្នាការល្អទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាខ្វះខាតណាក៏បានព្រោះចង់និយាយថារដ្ឋាភិបាលទាំងមូលហ្នឹង
គាត់ធ្វើការងារល្អមកប្រជាជនគាត់គិតរឿងផ្នែកអវិជ្ជមានច្រើនគឺវាអត់ទៅមុខដែរអញ្ចឹងវាត្រូវតែដើរក្នុងពេលតែមួយដើរទៅស្របទៅទិសតែមួយខ្ញុំគិតថាហ្នឹងវាជារឿងមួយដែលល្អតែប៉ុន្តែនិយាយទៅសម្រាប់ខ្ញុំហ៊ាននិយាយអញ្ចឹងមិនបានថាយើងចង់ធ្វើមិនឲ្យប្រជាជនម្នាក់ហ្នឹងជាបុគ្គលមួយដែលជាមនុស្សមួយដែលទូទៅក្នុងសង្គមគាត់ធ្វើការងារអីក៏ដោយគាត់គិតរឿងវិជ្ជមានឲ្យបានកាន់តែច្រើនខ្ញុំគិតថាសង្គមហ្នឹងវានឹងវិជ្ជមានអាហ្នឹងវាជាបេសកកម្មដែលសំខាន់របស់សបាយយើងក្នុងចំណុចនេះខ្ញុំចង់សួរលោកថាក្នុង5ឆ្នាំទៅមុខទៀតតាមទស្សនៈរបស់លោកចង់ឃើញការផ្លាស់ប្ដូរអ្វីជាសំខាន់នៅក្នុងសង្គមខ្មែរបាទបើលោកអាចមានដូចថាអាចធ្វើទៅរួច5ឆ្នាំថាมันយូរហើយថាมันឆាប់ខ្ញុំគិតថាការផ្លាស់ប្ដូររបស់យើងសំខាន់ជាងគេនោះគឺធ្វើមិនឲ្យមនុស្សគាត់គិតរឿងវិជ្ជមានច្រើនបើយើងអាចកែប្រែឲ្យមនុស្សគាត់ផ្ដើមគាត់ចូលចិត្តស្ដាប់ជំនាញណាដែលសុបាយគាត់ចូលចិត្តមើលគុណដែលល្អពេលហ្នឹងឯងគឺពេលដែលយើងចាប់ផ្ដើមយើងឃើញប្រជាជនឬក្មេងសកលក្រោយហ្នឹងគាត់ចាប់ផ្ដើមឃើញភាពល្អអភិវឌ្ឍសង្គមហ្នឹងហើយនិយាយការពិតទៅចង់និយាយថាដូចយើងអញ្ចឹងយើងចូលអាស៊ានយើងចូលឆ្នាំហ្នឹងហើយយើងមានសហគមន៍សេដ្ឋកិច្ចអាស៊ានហ្នឹងគឺវានឹងមានការកែប្រែច្រើនអញ្ចឹងប្រជាជនយើងគឺយើងត្រូវចាប់ផ្ដើមដឹងថាបើយើងមិនផឹងប្រែងមុខរបរហ្នឹងនឹងមានអ្នកណាដែលគេមកជំនួសហើយបើយើងមិនផឹងទៅធ្វើការងារឲ្យបានល្អអញ្ចឹងក្នុងពេលហ្នឹងបើយើងត្រូវគិតថាបើយើងគិតខាងវិជ្ជមានវិញថាបើយើងមានសមត្ថភាពយើងមានទេពកោសល្យយើងអាចទៅជំនួសការងារបែបហ្នឹងដូចគ្នានៅប្រទេសផ្សេងទៀតអញ្ចឹងការអភិវឌ្ឍធនធានមនុស្សគឺរឿងសំខាន់មែនទែនខ្ញុំសង្ឃឹមថាយុវជនយើងទី1គឺយើងគិតទៅវិជ្ជមានច្រើនហើយសំខាន់ជាងគេពេលដែលគាត់គិតវិជ្ជមានហើយគាត់អាចទៅធ្វើការងារអីបានល្អច្រើនអញ្ចឹងសម្រាប់ខ្ញុំគិតថា5ឆ្នាំក្រោយបើយើងធ្វើការងារទាំងអស់គ្នាប្រទេសយើងនឹងមានអាចថាភាសាខ្មែរយើងនិយាយថាសានត្រានជាងមុនបាទខ្ញុំសូមអរគុណលោកជីសាឡាប្រធានក្រុមហ៊ុនសបាយដែលបានផ្ដល់បទសម្ភាសន៍ជាមួយ VA នៅក្នុងពេលនេះបាទអរគុណច្រើនបាទសូមជម្រាបលាបាទអរគុណណាស់លោកអ្នកទើបតែបានស្ដាប់បទសម្ភាសន៍ភាគទី3ដែលជាភាគបញ្ចប់នៃបទសម្ភាសន៍រវាងលោកសឹងសុផាតនៃ VOA ជាមួយលោកជីសេឡានាយកក្រុមហ៊ុនសបាយ Digital អំពីយុទ្ធសាស្ត្រសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាសម្ភារៈនិយមនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នការលេងហ្គេមឲ្យមានប្រយោជន៍សម្រាប់កុមារនិងវិធីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់សមាហរណកម្មសេដ្ឋកិច្ចលោកអ្នកអាចស្ដាប់បទសម្ភាសន៍នេះទាំងស្រុងឡើងវិញបានដោយចូលទៅកាន់គេហទំព័រ khmae.voanews.com សូមអរគុណនៅក្នុងការផ្សាយរបស់ VOA ជាបន្តបន្ទាប់ទៅនេះលោកអ្នកនឹងបានស្ដាប់ព័ត៌មានអន្តរជាតិលើកទី2និងសេចក្តីរាយការណ៍អំពីរដ្ឋាភិបាលចិនចោទប្រកាន់មេធាវីម្នាក់ពីបទក្បត់ជាតិបន្ទាប់ពីការបាត់ខ្លួនរបស់មេធាវីមួយរូបទៀតតទៅទៀតនេះលោកឈឹមស៊ូមេនិងលោកជឹងពូជីនសូមជូនដើមរឿងនៃព័ត៌មានសំខាន់នៅយប់នេះលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការចោទប្រកាន់ប្រឆាំងនឹងលោកស្រីអ្នកដាក់គ្រាប់បែកអត្តឃាត2នាក់បានសម្លាប់មនុស្ស9នាក់នៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់ពួកអ្នកថែរក្សាសត្វព្រៃអបអរសាទរផែនការរបស់ប្រទេសចិនក្នុងការបំបត្តិចោលពាណិជ្ជកម្មភ្លុកដំរីក្នុងឆ្នាំ2017នេះប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោចុះចេញពីតំណែងក្រោយការបោះឆ្នោតឆ្នាំ2017តទៅនេះលោកឈឹមស៊ូមេនិងលោកជឹងពូជីនផ្សាយជូនព័ត៌មានអន្តរជាតិដោយផ្ទាល់សូមអញ្ជើញអរគុណនៅថ្ងៃអាទិត្យនេះលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក់ហ្គឹនហ៊ីបានចានចោលយ៉ាងខ្លាំងនៃការចោទប្រកាន់ដែលថាលោកស្រីបានខុបខិតជាមួយមិត្តភ័ក្តិចាស់ម្នាក់របស់លោកស្រីក្នុងការគម្រាមកំហែងយកប្រាក់និងអនុគ្រោះដល់ក្រុមហ៊ុននានាដោយលោកស្រីបានចោទប្រកាន់ពួកអ្នកប្រឆាំងនឹងលោកស្រីថាខុបខិតគ្នាដាក់កំហុសលើលោកស្រីនៅក្នុងជំនួបមួយជាមួយពួកអ្នកកាសែតមួយក្រុមដែលបានត្រូវជ្រើសរើសលោកស្រីផាកបានបដិសេធថាលោកស្រីមិនបានផ្ដល់ឲ្យអ្នកស្រីឆយស៊ុនស៊ីលដែលជាមិត្តភ័ក្តិរបស់លោកស្រីកំពុងជាប់គុកនៅឥទ្ធិពលខ្លាំងលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលទេហើយលោកស្រីក៏បានចានចោលការចាប់ប្រកាន់ដែលថារដ្ឋបាលលោកស្រីបានដាក់ក្នុងបញ្ជីខ្មៅនៅសិល្បកររាប់ពាន់នាក់ដោយសារជំនឿខាងនយោបាយរបស់ពួកគេនេះជាលើកដំបូងហើយដែលលោកស្រី
ប៉ាហ្គឺនហ៊ីបាននិយាយទៅកាន់បណ្ដាញផ្សាយព័ត៌មានចាប់តាំងពីសភានៃប្រទេសកូរ៉េខាងត្បូងត្រួតត្រាដោយក្រុមប្រឆាំងបានបោះឆ្នោតកាលពីថ្ងៃទី9 ខែធ្នូឆ្នាំទៅមិញដើម្បីធ្វើការចោទប្រកាន់លោកស្រីអំពីរឿងអាស្រូវនេះដែលបានបណ្ដាលឲ្យប្រជារាស្ត្រកូរ៉េរាប់លាននាក់ធ្វើបាតកម្មនៅក្នុងទីក្រុងសេអ៊ូលកាលពីប៉ុន្មានសប្ដាហ៍ថ្មីនេះ The voice of America. VOA. ពួកមន្ត្រីអ៊ីរ៉ាក់និយាយថាអ្នកដាក់គ្រាប់បែកអត្តឃាត2នាក់បានចុចបំផ្ទុះគ្រឿងផ្ទុះពាក់ជាប់នឹងខ្លួននៅចំណុចឆែកឆេរនៅតំបន់ខៀកខាងត្បូងនៃទីក្រុងបាដាកដែលបានសម្លាប់មនុស្ស9នាក់រួមមាន4នាក់ជាសមាជិករបស់កងកម្លាំងសន្តិសុខផងប៉ូលីសនិងមន្ត្រីមន្ទីរពេទ្យនិយាយថាការវាយប្រហារនៅថ្ងៃអាទិត្យនេះនៅជិតទីក្រុងណាចាស់ដែលជាទីក្រុងពិសិដ្ឋរបស់ពួកនីកាយស៊ីអ៊ីតក៏បានធ្វើឲ្យមនុស្ស22នាក់ទៀតរងរបួសគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេការវាយប្រហារអត្តឃាតនេះកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារអត្តឃាត2ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏28នាក់នៅទីផ្សារមួយកន្លែងក្នុងទីក្រុងបាដាកការវាយប្រហារនេះបានត្រូវអះអាងដោយក្រុមរដ្ឋអ៊ីស្លាមទីក្រុងបាដាកបានឃើញការវាយប្រហារស្ទើរតែរាល់ថ្ងៃដែលត្រូវបានគេស្ដីបន្ទោសទៅលើពួកជនសកម្មយុទ្ធអ៊ីស្លាមចាប់តាំងពីឆ្នាំ2013មក ប្រទេសចិនបាននិយាយថាខ្លួននឹងបញ្ចប់ការរចនានិងពាណិជ្ជកម្មភ្លុកដំរីទាំងអស់មិនឲ្យហួសពីដំណាច់ឆ្នាំ2017នេះទេពួកអ្នកថែរក្សាសត្វព្រៃបានស្វាគមន៍ផែនការនេះថាជាការផ្លាស់ប្ដូរមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ពាណិជ្ជកម្មភ្លុកដំរីដែលបានបណ្ដាលឲ្យចំនួនដំរីព្រៃក្នុងទ្វីបអាហ្វ្រិកចុះថយយ៉ាងច្រើនប្រទេសចិនដែលជាផ្សារភ្លុកដំរីធំបំផុតក្នុងពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថាខ្លួនគ្រោងនឹងបំបត្តិការរចនានិងពាណិជ្ជកម្មភ្លុកដំរីទាំងអស់មិនឲ្យហួសពីដំណាច់ឆ្នាំ2017នេះទេនៅក្នុងវិធានការមួយគ្រប់គ្រងដោយក្រុមអ្នកថែរក្សាសត្វព្រៃនៅក្រៅមានការអំពាវនាវឲ្យបញ្ឈប់ពាណិជ្ជកម្មនេះដែលបានបំផ្លាញបូងដំរីព្រៃផែនការនេះត្រូវប្រកាសដោយក្រុមប្រឹក្សារដ្ឋនៃប្រទេសចិនបដិញ្ញាឲ្យមានការវិភាគមួយសម្រាប់ប្រទេសចិនដើម្បីបញ្ឈប់ពាណិជ្ជកម្មភ្លុកដំរីនៅក្រៅមានការបដិញ្ញារួមគ្នាមួយកាលពីឆ្នាំ2015រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ានិងលោកប្រធានាធិបតីចិនស៊ីជីនពីងថានឹងបញ្ឈប់ពាណិជ្ជកម្មត្រូវច្បាប់និងខុសច្បាប់នៃភ្លុកដំរីនៅក្នុងប្រទេសរបស់អស់លោក The voice of America. VOA. គណៈបកនានារបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឈោងដល់ការព្រមព្រៀងគ្នាមួយនៅថ្ងៃបុណ្យចូលឆ្នាំសកលដែលកំពុងអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតដែលត្រូវធ្វើឡើងនៅចុងឆ្នាំ2017គណៈបកកាន់អំណាចកាលពីដំបូងបានស្នើឲ្យលោក Joseph Kabila ចុះចេញពីតំណែងក្រោយការបោះឆ្នោតនៅពាក់កណ្ដាលឆ្នាំ2018កិច្ចព្រមព្រៀងបញ្ចប់ភាពចលាចលអស់រយៈពេលប្រមាណខែដែលបានសម្លាប់មនុស្សរាប់សិបនាក់ហើយនឹងចាប់ខ្លួនមនុស្សរាប់រយនាក់ទៀតអំពីថាតើនៅពេលអនាគតលោក Kabila នឹងចុះចេញពីតំណែងឬទេលោក Kabila មានកំណត់ពេលចុះចេញពីតំណែងនៅថ្ងៃទី19ខែធ្នូក៏ប៉ុន្តែការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាបានត្រូវពន្យាពេលគ្មានពេលកំណត់នៅក្រោមកិច្ចព្រមព្រៀងថ្មីនោះប្រធានាធិបតីរូបនេះបានត្រូវគេរារាំងមិនឲ្យស្វាស្វែងរកអាណត្តិទី3ពួកអ្នករិះគន់បានចាប់ប្រកាន់លោកពីការពន្យាពេលការបោះឆ្នោតដើម្បីបន្តការកាន់អំណាចរបស់ខ្លួន នៅថ្ងៃអាទិត្យនេះលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីបានចូលកាន់អំណាចកម្ពុជានៃអង្គការការទូតកម្ពុជារបស់ពិភពលោកនេះក្រោយពីអាណត្តិរបស់លោកបានគីមូនមេដឹកនាំអង្គការសហប្រជាជាតិចេញពីតំណែងបានចប់នៅពេលពាក់កណ្ដាលអាទិត្យថ្ងៃទី31ខែធ្នូឆ្នាំ2016លោក Guterres អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ូទុយហ្គាល់និងជាអតីតអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនបានមានប្រសាសន៍ជំរាបអង្គការសហប្រជាជាតិនៅក្នុងសន្ទរកថាមួយដែលសំណួរអំពីថាតើជួយបែបណាដល់មនុស្សរាប់លាននាក់ដែលជាប់គាំងនៅក្នុងចំនួននិងសង្គ្រាមដែលមានទម្ងន់ធ្ងន់ធ្ងរលើបេះដូងរបស់លោក Guterres បានកត់សម្គាល់ថាពួកជនស៊ីវិលប្រឈមមុខនឹងកម្លាំងដ៏ប្រឡាយត្រូវសម្លាប់ឬត្រូវរបួស
ត្រូវបង្ខំឲ្យចាក់ចេញពីផ្ទះសម្បែងរបស់ពួកគេនិងត្រូវរុញច្រានឲ្យធ្លាក់ក្នុងភាពក្រីក្រលោកបានមានប្រសាសន៍ថាទូណាជាមន្ទីរពេទ្យនិងក្បួនកង្វល់ដឹកជំនួយក៏គ្មានសុវត្ថិភាពពីអំពើហិង្សាឡើយ សមាជិកសភាម្នាក់របស់សហរដ្ឋអាមេរិកនិយាយថា malware របស់អ្នកលួចចូលកុំព្យូទ័ររុស្ស៊ីបានរកឃើញនៅកុំព្យូទ័រនៅឯក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅក្នុងរដ្ឋ Vermont សហរដ្ឋអាមេរិកជាផុសតាងបន្ថែមទៀតនៃការលុបចូលក្នុងប្រព័ន្ធកុំព្យូទ័រពីប្រទេសរុស្ស៊ីក៏ប៉ុន្តែប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និយាយថាការចោទប្រកាន់បែបនេះត្រូវតែស៊ើបអង្កេតដោយការប្រុងប្រយ័ត្នបំផុតលោក Peter Wells តំណាងរាស្ត្រខាងគណៈបកប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថាការរកឃើញពីការលុបចូលក្នុងប្រព័ន្ធកុំព្យូទ័រកាលពី2ថ្ងៃមុនបង្ហាញថារុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធការងាររបស់សហរដ្ឋអាមេរិក ពួកប៉ូលីសនៅក្នុងប្រទេសប៊ូរុនឌីក្នុងទ្វីបអាហ្វ្រិកបាននិយាយថារដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសនេះបានត្រូវបាញ់ស្លាប់នៅក្នុងរដ្ឋធានីកាលពីព្រឹកថ្ងៃអាទិត្យនេះលោក Pierre Nkourikiye អ្នកនាំពាក្យពួកប៉ូលីសបាននិយាយនៅក្នុងទ្វីតមួយថាលោក Emmanuel Niyonduru ដែលមានអាយុ54ឆ្នាំបានត្រូវបាញ់ស្លាប់នៅក្នុងទីក្រុង Bujumbura នៅពេលដែលលោកធ្វើដំណើរទៅកាន់ផ្ទះរបស់លោកការបាញ់សម្លាប់រដ្ឋមន្ត្រីរូបនេះគឺជាការបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់បំផុតម្នាក់របស់រដ្ឋាភិបាលចាប់តាំងពីប្រទេសប៊ូរុនឌីបានធ្លាក់ទៅក្នុងចលនាចលខាងនយោបាយជិត2ឆ្នាំមកហើយអំពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Pierre Nkurunziza ក្នុងការខិតខំប្រឹងប្រែងឲ្យបានកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទី3របស់លោកលោកអ្នកកំពុងតែស្ដាប់ VOA សំឡេងសហរដ្ឋអាមេរិកខ្មែរ .voanews.comប្រទេសចិនមិនបានបង្ហាញសញ្ញាណាមួយក្នុងការបន្ធូរបន្ថយការបង្ក្រាបទៅលើអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកនោះទេកាលពីពេលថ្មីៗនេះលោកមេធាវី Lee Hae-ping ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយលោក Chiang Thien-yong ក៏បានបាត់ខ្លួនផងដែរអ្នកស្រី Choi Huang នៃ VOA រាយការណ៍អំពីរឿងនេះហើយលោក P. Suphida ជួនសេចក្តីប្រាយសម្រួលដូចតទៅប្រទេសចិនមិនបង្ហាញសញ្ញាណាមួយក្នុងការបន្ធូរបន្ថយការបង្ក្រាបទៅលើអ្នកការពារសិទ្ធិមនុស្សក្នុងស្រុកនោះទេកាលពីពេលថ្មីៗនេះមេធាវីការពារក្រុមសកម្មជនសិទ្ធិមនុស្សលោក Lee Hae-ping ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយសកម្មជនសិទ្ធិមនុស្ស3នាក់ផ្សេងទៀតដែលរួមមានទាំងមេធាវីការពារប្រយោជន៍សាធារណៈលោក Chiang Thien-yong ផងដែរនោះមិនដឹងជានៅទីណានោះទេក្រោយពេលដែលពួកគេបានបាត់ខ្លួនអស់រយៈពេលមួយរយៈខ្លីកន្លងមកនៅទីបំផុតអ្នកស្រី Wang Qiangling ដែលជាភរិយារបស់លោក Lee បានដឹងអំពីការចោទប្រកាន់ជាផ្លូវការរបស់តុលាការទៅលើស្វាមីរបស់អ្នកស្រីនៅក្នុងរយៈពេលប្រមាណថ្ងៃក្រោយមកបន្ទាប់ពីអ្នកស្រីនិងលោកមេធាវី Ma Lian-sun បានចាប់ផ្ដើមជជែកសួរអាជ្ញាធរនៅក្នុងទីក្រុង Tianjin ដើម្បីរកចម្លើយទាក់ទិននឹងស្វាមីរបស់អ្នកស្រីលោកមេធាវី Ma Lian-sun បានប្រាប់ VOA យ៉ាងដូចនេះថា今天嘛，黄小玲女士又去天津去问了以后问出来了。នៅថ្ងៃទី8ខែធ្នូអ្នកស្រីវ៉ាងបានធ្វើដំណើរទៅការិយាល័យស៊ើបអង្កេតនៅក្នុងទីក្រុងទៀងជីងម្ដងទៀតហើយត្រូវបានគេបញ្ជាក់ប្រាប់អ្នកស្រីថាលោកលីត្រូវបានចោទប្រកាន់ជាផ្លូវការពីបទក្បត់ជាតិក៏ប៉ុន្តែគេមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតដល់អ្នកស្រីនោះទេអ្នកស្រីវ៉ាងបានជួលលោកមេធាវីម៉ាដើម្បីការពារក្តីជូនលោកលីជាមេធាវីល្បីឈ្មោះមួយរូបនៅក្នុងប្រទេសចិនដែលត្រូវបានគេនាំខ្លួនចេញពីផ្ទះរបស់លោកនៅក្នុងទីក្រុងប៉េកាំងក្នុងអំឡុងពេលការធ្វើការបោះសម្អាតរបស់គណៈបកកុម្មុយនីសចិនទៅលើសកម្មជនសិទ្ធិមនុស្សកាលពីខែកក្កដាកន្លងទៅនេះប៉ុន្តែលោកមេធាវីម៉ាបានត្អូញត្អែថាលោកមិនដែលត្រូវបានគេអនុញ្ញាតឲ្យជួបកូនក្តីរបស់លោកឡើយហើយក៏គ្មានអាជ្ញាធរណាមួយបានគោរពទៅតាមនីតិវិធីច្បាប់ដែរដោយពួកគេបានដាក់លោកលីក្រោមការឃុំឃាំងមិនឲ្យលោកអាចតាក់ទងមកខាងក្រៅបានលោកមេធាវីម៉ាបានថ្លែងថាស្ថានភាពរបស់លោកលីគឺដូចជាទឹកកំពុងពុះនៅក្នុងឆ្នាំងដែលបិទគម្របជិតដែលគ្មាននរណាអាចមើលឃើញច្បាស់ថាវាកំពុងពុះនោះទេយ៉ាងណាក៏ដោយអ្វីដែលច្បាស់លាស់នោះគឺប្រហែលជាជោគវាសនារបស់លោកលីបទពិសោធន៍កន្លងមកបានបង្ហាញថាលោកប្រហែលជានឹងត្រូវបានគេយកមកកាត់ទោសក្នុងពេលឆាប់ហើយទំនងជានឹងត្រូវគេបង្ខំឲ្យទទួលទោសមុនពេលសាលក្រមត្រូវបានវិនិច្ឆ័យក៏ថាបានក៏ប៉ុន្តែលោកម៉ាបានហៅការចោទប្រកាន់លោកលីពីបទក្បត់ជាតិនោះថាជារឿងដែលគួរឲ្យអស់សំណើច
លោកបានលើកឡើងថាលោកមេធាវីដែលកំពុងជាប់ឃុំឃាំងរូបនេះមិនបានធ្វើអ្វីក្រៅពីការតស៊ូមតិការពារសិទ្ធិមនុស្សជាមូលដ្ឋាននោះឡើយលោកមេធាវីម៉ាសង្ស័យថាការសិក្សារបស់លោកលីអំពីការប្រឆាំងនឹងការធ្វើទារុណកម្មនិងការប្រឆាំងនឹងការដាក់ទោសប្រហារជីវិតដែលទទួលបានការឧបត្ថម្ភពីអង្គការនានានៅក្រៅប្រទេសនោះគឺប្រហែលជាមូលហេតុនៅពីក្រោយការចោទប្រកាន់រូបលោកថាក្បត់ជាតិបើទោះបីជាទោសនេះពិបាកក្នុងការបញ្ជាក់ឲ្យបានច្បាស់លាស់ក៏ដោយលោកមេធាវីម៉ាបញ្ជាក់យ៉ាងដូចនេះថា但是在我们看来呢，人权是高于主权的，因为我们国家的人权。 តាមការយល់ឃើញរបស់ពួកយើងសិទ្ធិមនុស្សគួរឲ្យមានលើសពីអធិបតេយ្យភាពទៅទៀតកំណត់ត្រាផ្នែកសិទ្ធិមនុស្សរបស់ប្រទេសយើងមិនដែលបានប្រសើរនោះទេដូច្នេះប្រភេទនៃការសិក្សារបស់លោកលីដែលជាការសិក្សាមានគោលបំណងលើកតម្កើងសិទ្ធិមនុស្សគួរតែជាការសិក្សាបែបវិនិច្ឆ័យទ្រឹស្ដីបែបការពិចារណាដោយមានហេតុផលត្រឹមត្រូវនិងប្រកបដោយសន្តិវិធីការសិក្សាបែបនេះมันអាចធ្វើឲ្យរដ្ឋអំណាចចុះខ្សោយបាននោះទេ ក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះលោកលីបានជួយការពារក្តីឲ្យអ្នកកាន់សាសនាគ្រឹះដែលធ្វើការលួចលាក់អ្នកតវ៉ាផ្នែកនយោបាយនិងអ្នកប្រតិបត្តិលទ្ធិ Falun Gong ដែលគេហាមក្នុងប្រទេសចិនក៏ដូចជាជួយការពារក្តីជូនលោកមេធាវីពីការភ្នែកដើរដោយជើងទទេឈិនគួងឈឹងផងដែរសកម្មភាពទាំងអស់នេះសុទ្ធតែជាការរំខានដល់អាជ្ញាធរចិននេះបើតាមការលើកឡើងរបស់លោកម៉ាបានអះអាងថាការបង្ក្រាបរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពក្នុងការបំបិទមាត់មេធាវីដែលនិយាយឥតលាក់លៀមឡើយផ្ទុយទៅវិញវាបានលាតត្រដាងពីភាពខុសឆ្គងរបស់ក្រុមអ្នកកាន់អំណាចនៅស្របពេលដែលការគាំទ្រលើសមាជិកនៃសហគមន៍គាំពៀសិទ្ធិជនស៊ីវិលក្នុងប្រទេសចិនដែលត្រូវបានជាប់ឃុំឃាំងកំពុងមានការកើនឡើងទាំងក្នុងនិងក្រៅប្រទេសលោកមេធាវីចិនជីនសៀដែលការពារក្តីឲ្យលោកជាងធានយ៉ុងបាននិយាយថាទោះជាយ៉ាងណាក៏ដោយអាជ្ញាធរនៅតែបន្តការដាក់សម្ពាធលើក្រុមមេធាវីជំទាស់និងក្រុមសកម្មជនការពារសិទ្ធិមនុស្សដដែលលោកជាងនិងលោកហួងឈីនិងលោកលាវហ្វេយ៊ីដែលជាអ្នកធ្វើយុទ្ធនាការពារសិទ្ធិមនុស្សពីរអ្នកផ្សេងទៀតបានបាត់ខ្លួនកាលពីចុងខែវិច្ឆិកាមកម្លេះហើយគ្មាននរណាម្នាក់ដឹងថាពួកគេនៅកន្លែងណានៅឡើយទេកាលពីពេលថ្មីនេះលោកឈិនជីនស៊ុយបានអមដំណើរឪពុករបស់លោកជាងទៅដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលីសពីការបាត់ខ្លួនរបស់លោកជាងក៏ប៉ុន្តែស្ថាប័នសន្តិសុខសាធារណៈនេះបានបដិសេធមិនធ្វើការស៊ើបអង្កេតនិងបានបង្កការលំបាកដល់ពួកគេទៅវិញនេះបើយោងតាមការបញ្ជាក់របស់លោកឈិនលោកមេធាវីឈិនបន្តថាការបង្កការលំបាកទាំងនោះរួមមានសកម្មភាពដូចជាប៉ូលីសបានស្នើឲ្យឪពុកលោកជាងបង្ហាញទឹកតាំងនៃទំនាក់ទំនងរវាងលោកនិងកូនប្រុសរបស់លោកឬក៏ឲ្យលោកយកវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងក្រុងឆាងសាដោយខ្លួនឯងទាំងនេះគឺជាសញ្ញាដែលបញ្ជាក់ពីចេតនាមិនចង់ធ្វើសកម្មភាពណាមួយរបស់ប៉ូលីសលោកជាងត្រូវគេសង្ស័យថាបានបាត់ខ្លួនក្រោយថ្ងៃទី21ខែវិច្ឆិកាគឺនៅពេលដែលលោកជិះរថភ្លើងចេញពីទីក្រុងឆាងសាក្នុងខេត្តហ៊ូណានលោកជាងបានធ្វើដំណើរទៅកាន់ខេត្តហ៊ូណានដើម្បីជួបជាមួយលោកសៀយ៉ាងដែលជាមេធាវីម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបទៅលើក្រុមសកម្មជនសិទ្ធិមនុស្សកាលពីឆ្នាំមុននៅក្នុងការធ្វើដំណើរទៅកាន់ខេត្តហ៊ូណាននោះលោកត្រូវបានអមដំណើរដោយភរិយានិងក្រុមមេធាវីរបស់លោកមេធាវីសៀយ៉ាងលោកជាងមិនដែលឃើញត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញទេហើយគេសង្ស័យថាលោកត្រូវបានគេចាប់ខ្លួនដោយបង្ខំលោកមេធាវីឈិននិយាយថា大的情绪可能是被对维权律师的抓捕还在扩大吧，可能就是。 ទំនោរជារួមនៃការចាប់ខ្លួនមេធាវីការពារសិទ្ធិមនុស្សហាក់ដូចជាបានកើតឡើងជាបន្តបន្ទាប់លោកជាងគឺជាគោលដៅមួយទៀតនៃការបង្ក្រាបទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃទី9ខែកក្កដាឆ្នាំ2015មកតាមច្បាប់ប៉ូលីសត្រូវតែផ្ដល់ដំណឹងដល់ក្រុមគ្រួសាររបស់លោកជាងពីទីកន្លែងដែលលោកត្រូវគេឃុំខ្លួនក្នុងអំឡុងពេល24ម៉ោងក្រោយការចាប់ខ្លួនលោកស្រីជីនបៀនលីងដែលជាភរិយារបស់លោកជាងបានប្រាប់ VOA ថាប្រសិនបើស្ថិតក្នុងការឃុំឃាំងដោយសម្ងាត់លោកជាងអាចប្រឈមនឹងគ្រោះថ្នាក់ដោយការធ្វើទារុណកម្មដោយដែលលោកធ្លាប់រងការវាយដំផ្ទួនជាប់គ្នាក្នុងអំឡុងពេលដែលលោកបានបាត់ខ្លួនដោយបង្ខំកាលពីពេលកន្លងទៅលោកស្រីជីនបៀនលីងបានថែមថាការធ្វើទារុណកម្មនោះបានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការចងចាំនិងការស្ដាប់របស់លោកជាងលោកស្រីជីនបានមានប្រសាសន៍យ៉ាងដូចនេះថា是非常非常的担心他这次会受到酷刑并且 ខ្ញុំមានការបារម្ភយ៉ាងខ្លាំងថាកូនអាចប្រឈមនឹងការធ្វើទារុណកម្មម្ដងទៀតលើសពីនេះទៀតគាត់ត្រូវការថ្នាំដើម្បីបន្ថយសម្ពាធឈាមរបស់គាត់បើគ្មានថ្នាំនោះទេគាត់ប្រកាសជាធ្លាក់ខ្លួនឈឺធ្ងន់ជាមិនខានលោកស្រីជីនដែលបច្ចុប្បន្ននេះកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងកូនស្រីរបស់លោកស្រីបានប្រួយផ្ដើមបង្កើតយុទ្ធនាការមួយលើប្រព័ន្ធអ៊ីនធឺណិតដើម្បីជំរុញឲ្យការិយាល័យសន្តិសុខសាធារណៈចិន
ពន្លឿនដំណើរការនៃការស៊ើបអង្កេតលើករណីបាត់ខ្លួនលោកជាងឬក៏ដាក់ទោសទណ្ឌដល់អ្នកដែលទទួលខុសត្រូវក្នុងការឃុំឃាំងលោកដោយសម្ងាត់មកដល់ពេលនេះយុទ្ធនាការនេះបានចេញលិខិតមួយដែលមានហត្ថលេខាពីអ្នកគាំទ្រជាច្រើនរយនាក់ដើម្បីផ្ញើទៅកាន់ប្រធានការិយាល័យសន្តិសុខសាធារណៈរបស់ចិនលោកស្រីជីនក៏បានបញ្ជាក់ពីក្តីកង្វល់ជុំវិញការបាត់ខ្លួនរបស់ស្វាមីលោកស្រីនៅក្នុងសវនាការមួយដែលរៀបចំឡើងដោយក្រុមប្រឹក្សារដ្ឋនៅរដ្ឋ Washington កាលពីពេលថ្មីនេះផងដែរក្រុមអ្នកការពារសិទ្ធិមនុស្សដែលរួមមានទាំងអ្នកជំនាញមកពីអង្គការសហប្រជាជាតិនិងអង្គការ Freedom House ក៏បានចេញសេចក្តីថ្លែងការណ៍ជាច្រើនផងដែរដើម្បីបញ្ជាក់ពីក្តីបារម្ភស្រដៀងគ្នានេះដែរពីរដ្ឋធានី Washington ខ្ញុំភីសុភាដា VOA សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រី VOA យើងខ្ញុំមានកម្មវិធី Hello VOA ពីរលើកក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទនិងថ្ងៃប្រហ័សយើងខ្ញុំមានភ្ញៀវពិសេសនិងអ្នកជំនាញការនានាពីបញ្ហាផ្សេងរួមមាននយោបាយសិទ្ធិមនុស្សការរំលោភដីធ្លីនិងបញ្ហាសុខភាពបើសិនជាលោកអ្នកចង់ចូលរួមសូមអញ្ជើញទូរស័ព្ទមកលេខ012 51 51 94 ឬផ្ញើអ៊ីមែលមកកាន់ hellovoa@voanews.com លោកអ្នកថែមទាំងអាចផ្ញើសំណួរតាមទំព័រ Facebook គឺ facebook.com/voa ខ្មែរហើយបើលោកអ្នកខកខានមិនបានស្ដាប់កម្មវិធី Hello VOA តាមការផ្សាយបន្តផ្ទាល់របស់យើងសូមអញ្ជើញចូលទៅកាន់គេហទំព័រយើង khmer.voanews.com ហើយចុចលើពាក្យ Hello VOA ដែលស្ថិតនៅផ្នែកខាងក្រោមបំផុតដើម្បីស្ដាប់កម្មវិធីនេះឡើងវិញសូមអរគុណតទៅនេះជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកស្ថានភាពជាច្រើនបានផ្លាស់ប្ដូរនៅក្នុងរយៈពេល35ឆ្នាំនេះបន្ទាប់ពីជំងឺថ្មីដ៏គួរឲ្យខ្លាចមួយប្រភេទដែលយើងស្គាល់សប្តាហ៍ថ្ងៃនេះថាជាជំងឺអេដនោះត្រូវបានគេរកឃើញកាលពីមុនការពិនិត្យឃើញថាមានឆ្លងមេរោគ HIV ដែលបណ្ដាលឲ្យកើតជំងឺអេដគឺដូចជាការដាក់ទោសប្រហារជីវិតអញ្ចឹងដោយហេតុថាអ្នកដែលឆ្លងមេរោគ HIV ជារឿយៗអាចរស់បានតិចជាង1ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីមេរោគនេះវិវត្តទៅជាជំងឺអេដសប្តាហ៍ថ្ងៃនេះចំនួនមនុស្សជិតពាក់កណ្ដាលនៃអ្នកដែលឆ្លងមេរោគ HIV ដែលបណ្ដាលឲ្យកើតជំងឺអេដចំនួន37លាននាក់ទទួលបានការព្យាបាលសង្គ្រោះជីវិតដែលអាចអនុញ្ញាតឲ្យអ្នកទាំងនោះរស់នៅបានដូចមនុស្សធម្មតាតាមរយៈគម្រោងបន្ទាន់សម្រាប់ជួយអ្នកឆ្លងមេរោគ HIV និងកើតជំងឺអេដរបស់លោកប្រធានាធិបតី Barack Obama ដែលហៅកាត់ថា PEPFAR សហរដ្ឋអាមេរិកបានដើរតួនាំមុខគេនៅក្នុងការឆ្លើយតបចំពោះបញ្ហាជំងឺអេដនេះលោកស្រីអគ្គរដ្ឋទូត Deborah Birx ដែលជាអ្នកសម្របសម្រួលកម្មវិធីអេដសកលលោករបស់សហរដ្ឋអាមេរិកបាននិយាយថាគម្រោង PEPFAR គឺជាការបដូរផ្ដាច់ដ៏ធំបង្អស់របស់ប្រទេសនីមួយៗនៅក្នុងប្រវត្តិសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដទិន្នន័យនាពេលថ្មីៗនេះបានបង្ហាញថាโรคរាលដាលមួយនេះត្រូវបានគ្រប់គ្រងបាននៅក្នុងបណ្ដាប្រទេសសំខាន់ៗជាច្រើននៅទ្វីបអាហ្វ្រិកដែលនេះបង្ហាញឲ្យឃើញពីលទ្ធផលដ៏អស្ចារ្យដែលទទួលបានពីការអនុវត្តគម្រោង PEPFAR នេះជាការពិតការសម្រេចបាននៅចំនួនមួយដែលគ្មានជំងឺអេដគឺជាអ្វីដែលយើងអាចធ្វើបានលោកស្រី Gail Smith ប្រធានអង្គការ USAID បាននិយាយថាដោយផ្អែកលើការសិក្សាស្រាវជ្រាវនិងទិន្នន័យនានាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់និងបានរាំងផ្ទុកការរីករាលដាលជំងឺអេដសប្តាហ៍ថ្ងៃនេះគម្រោង PEPFAR កំពុងជួយមនុស្សចំនួន11លាន5សែននាក់នៅលើពិភពលោកដោយការព្យាបាលសង្គ្រោះជីវិតរបស់អ្នកទាំងនោះបើយោងតាមរបាយការណ៍របស់អង្គការ UNAIDS ដំណឹងល្អគឺថាការឆ្លងជំងឺ HIV លើកុមារនៅទូទាំងពិភពលោកបានធ្លាក់ចុះចំនួន 51% នៅចន្លោះឆ្នាំ2010និងឆ្នាំ2015ស្របពេលជាមួយគ្នានេះដែរការស្លាប់ដែលទាក់ទិននឹងជំងឺអេដក៏បានធ្លាក់ចុះពីចំនួន2លាននាក់មកនៅចំនួន1,110,000 នាក់ដំណឹងមិនល្អគឺថាមេរោគ HIV កំពុងតែរីករាលដាលក្នុងចំណោមស្ត្រីក្មេងៗនៅក្នុងបណ្ដាប្រទេសនៃតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិកបើយោងតាមរបាយការណ៍របស់អង្គការ UNAIDS នាពេលថ្មីៗនេះកាលពីឆ្នាំមុនករណីឆ្លងមេរោគ HIV ថ្មីចំនួន 19% នៃការឆ្លងមេរោគនេះនៅលើពិភពលោកកើតឡើងចំពោះស្ត្រីដែលមានអាយុចន្លោះពី15ដល់24ឆ្នាំស្ត្រីវ័យជំទង់និងស្ត្រីវ័យក្មេងដែលឆ្លងមេរោគ HIV ក្នុងករណីថ្មីៗមានចំនួន 75% នៃការឆ្លងមេរោគនេះក្នុងចំណោមមនុស្សវ័យជំទង់នៅក្នុងបណ្ដាប្រទេសស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិកចំណុចនេះជាបញ្ហាដែលគួរឲ្យព្រួយបារម្ភដែលហេតុថាចំនួនមនុស្សដែលមានអាយុពី15ដល់24ឆ្នាំ
រស់នៅបណ្ដាប្រទេសស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិកនឹងកើនទ្វេដងនៅត្រឹមឆ្នាំ 2020 មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យអត្រានៃការឆ្លងមេរោគ HIV ថ្មីមានការកើនឡើងខ្លាំងក្នុងចំណោមស្ត្រីក្មេងៗមូលហេតុទាំងនោះមានដូចជាអំពើហិង្សាលើស្ត្រីភេទការមិនផ្ដល់ឱកាសសេដ្ឋកិច្ចដល់ស្ត្រីលទ្ធភាពមិនគ្រប់គ្រាន់ក្នុងការទទួលបានការថែទាំសុខភាពនិងការមិនមានលទ្ធភាពទទួលបានការអប់រំថ្នាក់អនុវិទ្យាល័យជាដើមដូច្នេះតាមរយៈគម្រោង PEPFAR នេះសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយនឹងដៃគូរបស់ខ្លួនដើម្បីកាត់បន្ថយករណីឆ្លងមេរោគ HIV ថ្មីក្នុងចំណោមស្ត្រីវ័យជំទង់និងស្ត្រីវ័យក្មេងនៅក្នុងតំបន់ដែលរងគ្រោះដោយសារមេរោគ HIV នៅក្នុងប្រទេសស្ថិតនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិកចំនួន10ប្រទេសឲ្យបានចំនួន 40% នៅត្រឹមចុងឆ្នាំ 2017 នេះជាលើកទី1ហើយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំណត់នូវគោលដៅជាក់លាក់សម្រាប់ការការពារករណីឆ្លងមេរោគ HIV ថ្មីក្នុងចំណោមក្រុមស្ត្រីវ័យជំទង់និងវ័យក្មេងដែលករណីនេះបានគូបញ្ជាក់អំពីយុទ្ធសាស្ត្រជាសកលរបស់សហរដ្ឋអាមេរិកនៅក្នុងការពង្រឹងអំណាចដល់ស្ត្រីវ័យជំទង់លោកស្រី Smith ប្រធានអង្គការ USAID បានបញ្ជាក់យ៉ាងដូចនេះថាជាមួយដៃគូរបស់យើងអាចសម្រេចបាននូវកេរដំណែលរយៈពេលវែងនៃការដឹកនាំសេចក្តីមេត្តាករុណានិងការបដូរផ្ដាច់របស់សហរដ្ឋអាមេរិកបានយើងអាចបញ្ចប់ជំងឺអេដបាននៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ 2030 ដោយការធ្វើការទាំងអស់គ្នាលោកអ្នកទើបតែបានស្ដាប់បទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកកាំងអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់ VOA នៅព្រឹកថ្ងៃស្អែកពីម៉ោង 5 ដល់ម៉ោង 5:30 នាទីសូមលោកអ្នករងចាំស្ដាប់ព័ត៌មានថ្មីៗពីប្រទេសកម្ពុជាពីតំបន់អាស៊ីនិងពីជុំវិញពិភពលោកតទៅទៀតនេះលោកឈឹមសូមេតសូមជូនព័ត៌មានអន្តរជាតិបញ្ចប់សូមអញ្ជើញលោកសូមេតអរគុណសកម្មភាពនៅរោងចក្រក្នុងប្រទេសចិនបានធ្លាក់ចុះកាលពីខែធ្នូក៏ប៉ុន្តែតំណាងបង្ហាញការរីកលូតលាស់5ខែជាប់គ្នានៅក្នុងសញ្ញាថ្មីចុងក្រោយបង្អស់ថាប្រទេសដែលមានសេដ្ឋកិច្ចធំទី2របស់ពិភពលោកនេះកំពុងមានស្ថិរភាពដោយនិយាយអះអាងថាការបង្ក្រាបរបស់លោកប្រឆាំងនឹងអំពើពុករលួយមិនចប់ទេលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសអំពីការលើកទឹកចិត្តខាងហិរញ្ញវត្ថុមួយចំនួនដល់ក្រុមជនទីតក្រកសិករអ្នកជំនួញតូចតាចក្រុមស្ត្រីនិងពួកពលរដ្ឋចាស់លោក Modi បានថ្លែងសន្ទរកថាទៅកាន់ប្រជារាស្ត្រឥណ្ឌានៅយប់មុនថ្ងៃចូលឆ្នាំថ្មីសកលគឺ50ថ្ងៃក្រោយពីលោកបានហាម5មិនឲ្យប្រើប្រាក់កាសមានតម្លៃច្រើននៅក្នុងការខិតខំប្រឹងប្រែងមួយដើម្បីបំបត្តិប្រាក់កាសខុសច្បាប់វិធានការនេះនាំឲ្យមានការខ្វះខាតកដាស់ប្រាក់យ៉ាងច្រើនក្នុងចំណោមក្រុមពលរដ្ឋហើយធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុតដល់ពួកជនទីតក្រហើយបណ្ដាលឲ្យមានការបង្អាក់កិច្ចការក្នុងវិស័យក្រៅផ្លូវការផងដែរដោយការពីចំណាត់ការរបស់លោកក្នុងការមិនប្រើប្រាស់រូបិយប័ណ្ណ86% របស់ប្រទេសក្នុងពេលតែមួយយប់លោកនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាលោក Modi បានមានប្រសាសន៍ថាអំពើពុករលួយប្រាក់កាសបានមកពីសកម្មភាពទុច្ចរិតនិងកដាស់ប្រាក់คล้ายមានច្រើនលើសលុបក្នុងសង្គមឥណ្ឌាដែលនាំឲ្យប្រជារាស្ត្រស្លូតត្រង់ក៏ត្រូវតែចុះចាញ់នឹងហេតុការណ៍ទាំងនេះដែរប្រទេសប៉ាគីស្ថានបានប្រាប់ឲ្យដឹងថាសហរដ្ឋអាមេរិកមិនបានចែករំលែកផុសតាងនៃការធ្វើខុសមុនពេលដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចការពីពេលថ្មីនេះទៅលើអង្គភាពប៉ាគីស្ថានដែលពាក់ព័ន្ធនឹងវិស័យការពារប្រទេសហើយរដ្ឋាភិបាលក្រុងអ៊ីស្លាមាបាតបានសន្យាថានឹងធ្វើការជាមួយរដ្ឋាភិបាលក្រុង Washington ដើម្បីដោះស្រាយការព្រួយកង្វល់នេះក្នុងលិខិតជូនដំណឹងមួយច្បាប់នៅថ្ងៃទី15ខែធ្នូដោយក្រសួងពាណិជ្ជកម្មបានបន្ថែមឈ្មោះអង្គភាពទៅនឹងបញ្ជី Export Administration Regulation ហៅកាត់ថា EAR ដោយបានប្រាប់ឲ្យដឹងថារដ្ឋាភិបាលអង្គភាពឯកជនទាំងនោះនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានកំណត់ថាបានតាក់ទិននៅក្នុងសកម្មភាពដែលផ្ទុយ
ទៅនឹងសន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកបញ្ហានោះត្រូវបានគេជឿជាក់ថាមានការតាក់ទិនទៅនឹងកម្មវិធីអភិវឌ្ឍកំជ្រួចមីស៊ីលរបស់ប្រទេសប៉ាគស្ថានទោះណាជាយ៉ាងណាក៏ដោយពួកមន្ត្រីនៅក្នុងទីក្រុងអ៊ីស្លាមាបាតបានទទួលស្គាល់អំពីបញ្ហានេះរដ្ឋាភិបាលអាមេរិកមិនបានបញ្ចេញការរំលោភបំពានលម្អិតរបស់អង្គភាពទាំងនោះដែលបានត្រូវរងការចោទប្រកាន់ទាំងនោះទេអាជ្ញាធរក្នុងប្រទេសដាកាបានទាមទារឲ្យអាជ្ញាធរភូមាយកទៅកាន់ប្រទេសភូមាវិញនៅក្រុមជនអំបូររ៉ូហីញ៉ាកាន់សាសនាអ៊ីស្លាមរាប់ពាន់នាក់សំទោសរាប់ម៉ឺននាក់ដែលបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដេសដើម្បីគេចចេញពីអ្វីដែលពួកគេនិយាយថាជាការធ្វើទុកបុកម្នេញហើយដែលនៅពេលនេះកំពុងតែរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសបង់ក្លាដេសកម្មវិធីផ្សាយរបស់ VOA នៅរាត្រីនេះចប់តែប៉ុណ្ណេះប៉ុន្តែលោកអ្នកនាងនឹងអាចស្ដាប់ឬអានព័ត៌មានរបស់ VOA ឡើងវិញបានតាមរយៈគេហទំព័រ khmer.voanews.com សូមលោកអ្នកនាងរងចាំស្ដាប់ការផ្សាយបន្តផ្ទាល់របស់យើងខ្ញុំនៅព្រឹកស្អែកទៀតពីម៉ោង 5 ដល់ម៉ោង 5:30 នាទីតាមរលកវិទ្យុ 31 និង 49 ម៉ែត្រត្រូវនឹងកម្រិត 9320 5915 និង 1575 kHz សំឡេងអ្នកនាងប្រកបដោយសុភមង្គលគ្រប់ប្រការរាត្រីសួស្តី